អូខេសួស្តីអ្នកគ្នាស្វាគមន៍កាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះខ្ញុំធ្វើការចែកម្លែកមេរៀនមួយទៀតរបៀបនៃការប្រើប្រាស់Gemini បន្ថែមថាតើ Gemini វាមានលទ្ធភាពអាចឲ្យយើងធ្វើអីខ្លះហើយយើងអាចប្រើវាធ្វើអីខ្លះបានអូខេឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅ Google ដែរទៅខ្ញុំវាយថា Gemini AI អញ្ចឹងមេរៀនថ្ងៃនេះខ្ញុំចង់ប្រាប់ពីរបៀបក្នុងការ convert រូបភាពយើងចេញជារូបភាពចេញពី line ឲ្យទៅជា cartoon ឬក៏ទៅជា crochet pattern ឬក៏អីចឹងទៅអូខេឥឡូវឧទាហរណ៍ថាខ្ញុំមានរូបភាពមួយចុះជា pattern ចេះអ្នកគ្នាមានថារូបហ្នឹងអ្នកគ្នាអាចធ្វើការគូប៉ុន្តែការគូរបស់អ្នកគ្នាអាច generate ទៅជា cartoon ឬក៏ generate ទៅជា photo ឲ្យបានអូខេឥឡូវឧទាហរណ៍ថាខ្ញុំមានហ្នឹងខ្ញុំចង់ឲ្យ Gemini ធ្វើការផ្លាស់ប្ដូរអារូបគូហ្នឹងទៅជាអារូបចាក់រូបអីអូខេអញ្ចឹងខ្ញុំដាក់មកដាក់ please turn this photo to crochet pattern អញ្ចឹងទៅឧទាហរណ៍អូខេអញ្ចឹងចាំមើលវាcrochet pattern គឺរូបដែលយើងចាក់អ្នកគ្នាយើងចាក់ពីអំបោះឬក៏ចាក់ពីអីអញ្ចឹងទៅអញ្ចឹងវាធ្វើការ generate អូខេអញ្ចឹងអានេះនៅពេលដែលយើងសរសេរ prompt វាអត់ understand គឺវាចេញរូបមន្តឲ្យយើងហ្មងអូខេអញ្ចឹងខ្ញុំដាក់ថា please generate អូខេខ្ញុំដាក់ថា please generate the photo the rabbit អូខេ the rabbit to crochet photo អូខេអញ្ចឹង prompt របៀបសរសេរ prompt អ្នកគ្នាអាចឆែកchat GPT ក៏បានឬក៏បើសិនអ្នកគ្នាអត់ទៅជំនាញខាងអង់គ្លេសទេអ្នកគ្នាអាចធ្វើការ paste ចូលក្នុង Google ទៅសេជាខ្មែរហើយ convert ទៅ Google ទៅអូខេអ្នកឃើញអញ្ចឹងអារូបទន្សាយមិញវាបានធ្វើការទៅជា convert ទៅជា crochet ចេះហើយលក្ខណៈរូបចាក់អ្នកគ្នាហើយបើសិនយើងចង់ដូរ color យើងអាចថា please អីចឹងទៅខ្ញុំដាក់ថា please change the rabbit to yellow color ខ្ញុំដាក់ថា with ឬក៏បើសិនមកយើងចង់សេច្បាស់ហ្មង please change the rabbit to yellow color ហើយខ្ញុំអាចដាក់ថា keep its ear អូខេ and tail អាកតុយហ្នឹង as white អូខេអញ្ចឹងយើងសេប៉ុណ្ណឹងទៅចានេះតួយើងសេខុសបន្តិចអីបន្តិចក៏អត់អីដែរអ្នកគ្នាវាអាចចាប់បានវាអាច understand បានអញ្ចឹងថាខ្ញុំចង់ឲ្យអាហ្នឹងដូរពណ៌ទៅជាពណ៌លឿងហើយកតុយនឹងកជាវាឲ្យវាពណ៌សដែរទៅអូខេអ្នកឃើញអញ្ចឹងវាធ្វើការgenerate ឲ្យយើងអញ្ចឹងឧទាហរណ៍ថាខ្ញុំមានឧទាហរណ៍ថាមានរូបអីមួយទៀតឧទាហរណ៍ខ្ញុំមានរូបនេះចុះនេះអញ្ចឹងបើសិនមកគ្នាចង់ឲ្យបានរូបហ្នឹងខ្ញុំចង់ remove background ហើយខ្ញុំឲ្យវា convert ទៅជា cartoon អញ្ចឹងខ្ញុំអាចដាក់ថា please reimage ទៅថាអ្នកគ្នាឬក៏អូខេ reimagine this photo to cartoon and remove the and change the background to white អូខេអញ្ចឹងរូបមួយនេះខ្ញុំចង់ឲ្យ Gemini គាត់ធ្វើការ convert ហ្នឹងទៅជា cartoon អូខេហើយតមកឲ្យ remove background នេះឲ្យ change background ទៅជា white វិញអូខេយើងចាំមើលថាតើ Gemini គាត់អាចធ្វើបានអត់ហើយបើសិនតែធ្វើបានយើងធ្វើបានប៉ុណ្ណាអញ្ចឹងនេះបើសិនអ្នកគ្នាមានជា idea អីអ្នកគ្នាចង់បានអីគឺអ្នកគ្នា convert ទៅអ្នកគ្នាគឺវាអត់ជាបញ្ហាទេអ្នកឃើញទេអញ្ចឹងវាធ្វើការចេញជារូបនេះឲ្យយើងហើយ remove មែនអ្នកគ្នាគឺ background គឺ remove ហើយបើសិនបើអ្នកគ្នាចង់ហាំង background ហ្នឹងអត់ស្អាតទេឬក៏យើងអាចដាក់ថា please change the background ឧទាហរណ៍ to the beach អញ្ចឹងទៅឬក៏ change to the beach background change to the beach ឧទាហរណ៍ background អូខេឧទាហរណ៍អញ្ចឹងចុះអូខេអញ្ចឹងបើសិនមកអ្នកអត់ពេញចិត្តយើងអាចធ្វើការ
ប្រាប់ Gemini ម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដើម្បីឲ្យGemini គាត់ធ្វើការដូរឲ្យអូខេយល់ឃើញអញ្ចឹងវាធ្វើការឲ្យរូបហ្នឹងទៅជា background ដែលយើងចង់បានអញ្ចឹងបើសិនអ្នកគ្នាមានជា idea មានជាអីគឺយើងអាចបានទាំងអស់ឥឡូវឧទាហរណ៍ថាខ្ញុំ update មួយទៀតខ្ញុំចង់ដូរកៅអៅដូរអីចឹងអ្នកគ្នាឧទាហរណ៍អូខេឥឡូវឧទាហរណ៍នេះអញ្ចឹងនេះអ្នកនាងអាចធ្វើការសរសេរឲ្យវាដូរកៅអៅទេខ្ញុំចង់ឲ្យបានថា please change the rabbit clothes to yellow អូខេចាំមើលអានេះ close វាអាពណ៌ផ្ទៃមេឃនេះខ្ញុំចង់ឲ្យវាដូរទៅជា yellow វិញអញ្ចឹងអានេះបើសិនមកអ្នកគ្នាចង់បានរូបភាពរបស់អ្នកគ្នាអាចថាជា cartoon ឬក៏ដូរពណ៌ដូរ color ដូរអីគឺអ្នកគ្នាអាចប្រើប្រាស់ជាមួយនឹង Gemini ដើម្បីជួយបានអ្នកគ្នាអញ្ចឹងឥឡូវគឺ AI វាជួយយើងច្រើនមែនតើអញ្ចឹងការងារមួយចំនួនវាអាចមានថាកាត់បន្ថយពីអា manual មកឲ្យយើងធ្វើកាន់តែលឿនបានអូខេអ្នកឃើញទេអញ្ចឹងវាធ្វើការចេញជារូបភាពបែបនេះបានអូខេអរគុណអ្នកគ្នាអញ្ចឹងមេថ្ងៃនេះគឺខ្ញុំចង់ចែកម្លែកតែប៉ុណ្្នឹងទេបើសិនមកអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមហើយហ្នឹងបើសិនមកអ្នកគ្នាមានជា idea អីអ្នកគ្នាអាចធ្វើការសរសេរ prompt នៅក្នុងហ្នឹងបានហើយមេរៀនបន្ទាប់ខ្ញុំធ្វើការចែកម្លែករបៀបធ្វើវីដេអូបន្ថែមទៀតអ្នកគ្នាអូខេអរគុណបាយបាយ